มรรถภาพในតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបង្ហាញពីភាពរស់រវើកនៃទំនាក់ទំនងកម្ពុជាចិនក្នុងរយៈពេល70ឆ្នាំមកនេះឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជាបានធ្វើការកត់សម្គាល់ថាសមិទ្ធផលរយៈពេល17ឆ្នាំនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺបង្ហាញអំពីភាពរស់រវើកនៃទំនាក់ទំនងកម្ពុជាចិនកាន់តែស៊ីជម្រៅក្នុងរយៈពេល70ឆ្នាំកន្លងមកនេះតំបន់សេដ្ឋកិច្ចពិសេសត្រូវបានផ្ដួចផ្ដើមបង្កើតឡើងនៅឆ្នាំ2008ដោយសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងថ្នាក់ដឹកនាំរបស់ចិននៅក្នុងពិធីអបអរសាទរនៃការទទួលបានក្រុមហ៊ុនវិនិយោគចំនួន200និងជួបសំណេះសំណាលជាមួយគណៈកម្មការនីក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី22ខែឧសភាឆ្នាំ2025នេះឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានអះអាងថារហូតមកដល់សប្តាហ៍នេះតំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញសហគ្រាសចំនួន202ដែលមកពីប្រទេសនិងតំបន់នានាដូចជាចិនអឺរ៉ុបអាមេរិកនិងអាស៊ីអាគ្នេយ៍ជាដើមបើតាមឯកឧត្តមចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសស្មើនឹងប្រមាណ 70% នៃចំនួនសហគ្រាសសរុបនៅក្នុងខេត្តព្រះសីហនុហើយបានបង្កើតការងារចំនួន 32,000 ហើយទំហំនាំចូលនិងនាំចេញសរុបមានច្រើនជាង 7% នៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសកម្ពុជានិងបានក្លាយជាក្បាលម៉ាស៊ីននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុនិងក្លាយជាចានបាយមាសសម្រាប់ប្រជាជនខិតខំប្រឹងប្រែងនៃខេត្តព្រះសីហនុឯកឧត្តមបានគូបញ្ជាក់ទៀតថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានប្រធានាធិបតីស៊ីជីនពីងសរសើរថាជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងចិននិងកម្ពុជាចាប់តាំងពីការបង្កើតឡើងពឹងផ្អែកលើការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់មេដឹកនាំចិននិងកម្ពុជាពឹងផ្អែកលើការគ្រប់គ្រងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលខេត្តចាំងស៊ូនិងខេត្តព្រះសីហនុពឹងផ្អែកលើបរិស្ថានពាណិជ្ជកម្មកាន់តែប្រសើរឡើងជាបន្តបន្ទាប់ដោយមានការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតនឹងបានប្រែក្លាយពីព្រៃភ្នំមួយទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏រស់រវើកឯកអគ្គរដ្ឋទូតចិនរូបនេះបានលើកឡើងទៀតថានៅខែកន្លងទៅប្រធានាធិបតីស៊ីជីនពីងបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយជោគជ័យសេចក្តីថ្លែងការណ៍រួមដែលចេញដោយភាគីទាំងពីរបានបញ្ជាក់ថាប្រទេសចិនមានឆន្ទៈបន្តគ្រប់គ្រងការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផ្ដោតលើចក្ខុវិស័យរបស់កម្ពុជាក្នុងការកសាងតំបន់គំរូសេដ្ឋកិច្ចពហុមុខងារនៅខេត្តព្រះសីហនុនិងលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានសមត្ថភាពកាន់តែច្រើនទៀតមកដាក់ការវិនិយោគទុននៅប្រទេសកម្ពុជាឯកឧត្តមបានបន្ថែមថាក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនាពេលថ្មីៗនេះសម្ដេចធិបតីហ៊ុនម៉ាណែតបានគូបញ្ជាក់ថាប្រឈមមុខនឹងភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចពិភពលោកដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយការកើនឡើងនៃការការពារនិយមនិងសង្គ្រាមពាណិជ្ជកម្មជាដើមកម្ពុជាចិនគួរតែគ្រប់គ្រងគ្នាទៅវិញទៅមកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគគ្នាដើម្បីធ្វើឲ្យបញ្ហាប្រឈមคล้ายទៅជាកាលានុវត្តន៍និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពឯកឧត្តមអះអាងថាប្រទេសចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជាដើម្បីអនុវត្តលទ្ធផលនៃដំណើរការទស្សនកិច្ចរបស់លោកប្រធានាធិបតីស៊ីជីនពីងមកកាន់ប្រទេសកម្ពុជាពង្រឹងការបន្តភ្ជាប់គ្នានៃគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឲ្យប្រកបដោយកម្រិតខ្ពស់ភាវូបនីយកម្មនៃបៃតងភាវូបនីយកម្ម Digital ភាវូបនីយកម្មនិងអន្តរជាតិតូបនីយកម្មផ្ដល់ជំនួយដល់ភាគីកម្ពុជាដើម្បីសម្រេចនូវចក្ខុវិស័យឆ្នាំ2030និង2050របស់ខ្លួននិងបន្តចាត់កម្លាំងជំរុញទៅក្នុងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវក្នុងយុគសម័យថ្មីចិនកម្ពុជា